mò này tè tè tấm mộc anh ấy bài tăng pi bồ ran rồi mấy cái này ô cục đạn nẹt tổ này cục đạn nẹt tổ chập bán vô một đạn không này đôi trung sarika xạ xây nước sòl tăng pi sớm mai tấm mộc xạ mờ sớm mai mờ này sớm mai mờ bậc kỳ chập dương đạn này không nâng tầm ngày mình sẽ đây tiếp thì cho tụ bay chia mà nữa nó này nẹt tổ phần ná có một cô đạn cục kia đó đạn trung sarika này này bà đi chặt đạn sắt chặt đi sắt yang hơi nó còn đạn nông một tục và riêng bàn 2 mét 3 mét 4 trung này nè dạ mờ sớm mai mờ anh đã chào cây đạ chế mà rôn nó khơi mà tăng tìm nơi nó lờ nùng đàm xoài bắt tăng phi sớm mai nó hỏi dạng anh ấy rong tí mùi anh ấy thì ọt oi bẹt xoay trường làng thế tè cọt đây này tè sò phi sớm mai nó mơ chạ anh này anh chạ bê tông rồi nó chẳng chặt bê tông sắt năng mình riệp ật và mục nó riệp ật chặt đi công trả rồi đấy năng phi sớm mai nữa tôi sò chờ ai từng mù đó thì thà ham bẹt bài trường giống như đọt bài trường mình dương lái đọt bài trường dương chẳng trộn một đòn nông tè lột tầm mộc miền cùng nu cu lời chàng ép tăng vì smile nữa anh chàng này mở cùng nu cu mà này bọc tự 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 đặt ở mai cờ hòn ồ chẳng bạn này ta phải này chỉ phải chùm cả phải chùm một bộ tấm mộc này cái đạn sla này cái này này miền tàng rùp hiệp cầm nu pi sớm mai nó pi sớm mai nó sơi miền nằm po vô mà lụa đấy chân ca cu cầm nu mơ tới đôi chỉ mình toàn chỏm này nó nơi cầm nu prieng nó lại nó nơi chuột prieng nó lại mà này thà cu ở toàn chỏm này rồi nhé miền này thà pi sớm mai nó cu cầm nu nó tới ở toàn đo về lia trời chỏm cái râu này ta mơ tới riệp về cào thì mơ tới sò tiền này nằm
đàm chờ thùng thùng phần ăn này vô mà lợt rồi chứ mẹ này ồ nơi khang lơ chứ rất là chơi sọc khang lơ miền chạm bê tông bị lơ cái đà đấy chạm bê tông bị lơ kết oi lang tơ lơ đấy à ô miền cho đà lang tơ lơ tròn tì tròn tọt đấy hay lang mà tròn tì mùi này nè miền tây cầm nu tây phiệp tại năm ấy tăngពីឆ្នាំ1400ជាងមក73 74 75 79ហើយបន្តមកដល់ពេលនេះទៀតនៅខាងមុខបឹងធំគាត់ចេះរនឹកឃើញនេះជាផ្ទះសម្រាប់របស់តមុកនេះកន្លែងគាត់សម្រាប់នេះមានសម្យាបនៅខាងក្រោយនេះវិញដូចជាគ្មានម៉ូតអែញ៉ៃញ៉ៃហ្នឹងណាអត់មានម៉ូតអែញ៉ៃញ៉ៃសាមញ្ញណ៎មានបឹងបងអានេះគេហៅបឹងអីខាងមុខបឹងជីកនឹងកម្លាំងបាទអូជីកនឹងមនុស្សតាមមើលទៅបែបជីកពីលើបឹងធម្មជាតិថែមតាមទៅបាទនៅពីមុខផ្ទះរបស់គាត់នៅខាងកើតណាវីដេអូ original ហ្មងអត់មានកែទេបាទ original ហ្មងមិនបាច់កាត់តតាមលក្ខណៈធម្មជាតិអានេះផ្ទះទី2ណាមានរោងទី1ហើយបានផ្ទះទី2នេះហើយជាន់នេះយើងរួចអាកន្លែងនោះកន្លែងបែបជាកន្លែងដាក់សម្ភារៈអីម្យ៉ាងហ្នឹងទៅមកទប់ទឹកហ្នឹងមែនបន្ទប់ទឹកមែនកន្លែងបង្គន់កន្លែងម៉ូតូបងឧច្ចារៈបាសាវៈអានេះឯងផ្ទះអានេះបេតុងនេះចាក់អបទេណោះចាក់តាមក្រោយទេណោះតាមមើលអូអាបេតុងនេះចាក់អបតាមក្រោយទេហើយចាក់តាំងពីសម័យនោះតាំងពីស្ទើរនេះចាចាក់យកគ្នាបណ្ដោយមើលនោះមើលបេតុងពុំឈើចាក់បករួចហើយអត់មានតន់នេះគំនូខាងក្រោមដូចជាគូមនៅព្រៀងនៅឡើយទេគំនូនេះគូអត់តន់ចប់សពគ្រប់ទេនេះផ្ទះទី3អាណានេះផ្ទះទី3នេះឯងមុខលោកតមុកគេថាបាយមកតុកឲ្យតមុកចេញម្នាក់ឯងនេះគាត់ចំណាំនិយាយតមុកត្រូវបានចាប់ខ្លួននិងដាក់ក្នុងពន្ធនាគារយោធានៅក្នុងរាជធានីភ្នំពេញរហូតដល់គាត់ទទួលមរណភាពនៅថ្ងៃទី21ខែកក្កដាឆ្នាំ2006ទៅតែស្លាប់ថ្មីដែរនៅ2006នៅថ្ងៃសុក្រទី16ខែវិច្ឆិកាឆ្នាំ2018តុលាការខ្មែរក្រហមបានសម្រេចផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលកំពុងរស់រានមានជីវិតរួមមាននួនជានិងខៀវសំផនពីបទឧក្រិដ្ឋបលាយពូជសាសន៍ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ
នឹងការបំពេញយ៉ាងធ្ងន់ធ្ងរនៅទៅលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ1949ឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តទៅតាមទីកន្លែងនានានៅទូទាំងប្រទេសកម្ពុជាក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យថ្ងៃ17មេសា75ដល់ថ្ងៃទី6មករា79អង្គជំនុំជម្រះបានសម្រេចផ្តន្ទាទោសនុនជានិងខៀវសំផនដាក់ពន្ធនាគារអស់មួយជីវិតតមុកនាមដើមឈ្មោះឈិតជឿនឬអង្គជឿនអានោះផ្ទះទី4ផ្ទះទី4ទៅនោះមានន័យថាគាត់មានផ្ទះច្រើនមែនតិចភ្នំឯណាទៀតអូហាមពាក់ស្បែកជើងឡើងអានេះបានស្អាតដែរណែអានេះបានស្អាតដែរណាតសផ្ទះស្អាតជ្រឹង8ជ្រុងដែរតសអានេះ8ជ្រុងអត់មានដែលវិស្វករអីឌីហ្សាញអីប្លង់ត្រឹមត្រូវទេផ្ទះនៅសល់រាប់សិបឆ្នាំមកណែរូបថតនេះរូបថតបង្ហាញសកម្មភាពពីសម័យនោះឯងយ៉ាងកងទ័ពចល័តកំពុងសាងសង់ទំនប់តូចមួយនៅភាគខាងជើងទីក្រុងភ្នំពេញនេះជាពលរដ្ឋខ្មែរគួរតែមកមើលគេហៅទីតាំងប្រវត្តិសាស្ត្រការដឹកនាំប្រទេសសួងស៊ីគឿនការដឹកនាំប្រទេសពីសម័យរបបកម្ពុជាប្រជាធិបតេយ្យបន្សល់ទុកនៅទីតាំងពិតជាក់លាក់ជាក់ស្ដែងមកមានទាំងជនបរទេសទៀតណាណែនេះអ្នកទោសជនបរទេសដែលគាត់មកស្រុកខ្មែរត្រូវបានគេចាប់នេះគាត់ឈ្មោះ Christopher Deland មិនធម្មតាទេតោះស្រោតទៅមើលអាផ្ទះទី4ទៀតបានមកឲ្យមើលសពនេះឆ្មាំតើមកដាក់មនុស្សហ៎គុកដាក់មនុស្សហ៎ដាក់នេះគុកអូខេឃើញនេះបន្ទប់ទឹកមើលតាំងពីសម័យនោះនៅសល់ទេណានេះផ្ទះទី5ផ្ទះទី4សាមញ្ញទេប្រក់ប្រូស៊ីម៉ង់ក្បឿងប្រូស៊ីប្រូមិនក្បឿងដីទេផ្ទះទី4សម្រាប់ធ្វើអីចេះទីតាំងប្រវត្តិសាស្ត្រធម្មតាទេណាផ្ទះតាំងពីសម័យនោះអង្គគេមិននៅគេអត់មកដែរចូលមកចង់ខ្លាចដែរណាអានេះបន្ទប់រាងធំនេះបែបជាបន្ទប់ដេកនៅលើភ្នំនេះបន្ទប់ទឹកបុរាណផ្ទះទី4